ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូមកបកស្រាយចំណោទទំព័រទី98អញ្ចឹងយើងមើលចំណោទទី1ទាំងអស់គ្នាចាប្រធានយើងគេឲ្យមកថាកប៉ាល់មួយចេញពីទី A ឆ្ពោះទៅទី B ដែលឃ្លាតពីគ្នាចម្ងាយ70គីឡូម៉ែត្រដោយប្រើពេល2ម៉ោង30នាទី MN ហ្នឹងគឺនាទីកូនអញ្ចឹងគេឲ្យយើងរកល្បឿននៃកប៉ាល់អញ្ចឹងរូបមន្តនៃល្បឿនស្មើអីអញ្ចឹងដើម្បីរករូបមន្តនៃល្បឿនយើងវិភាគទៅលើប្រធានសិនកប៉ាល់មួយចេញពី A ទៅ B ហើយឃ្លាតពីគ្នាចម្ងាយ70គីឡូម៉ែត្រអញ្ចឹងអ្នកគ្រូគូសបន្ទាត់ដៅចំណុច A ទៅ B សិនចាអញ្ចឹងអ្នកគ្រូដៅចេះមកថងនេះអ្នកគ្រូដាក់ A ទៅនេះដៅថា B អញ្ចឹងបន្ទាត់នេះមាន A B អញ្ចឹងគេប្រាប់យើងនេះកប៉ាល់មួយចេញពី A ទៅ B ឃ្លាតគ្នាពីចម្ងាយ70អញ្ចឹងបានន័យថាពី A មក B 70គីឡូម៉ែត្រគេប្រើពេល2ម៉ោង30ទៅអត់ចាអញ្ចឹងគេប្រើរយៈពេល2ម៉ោង30នាទីចាអញ្ចឹងអ្នកគ្រូប្រាប់ចំណុចមួយដែលឲ្យកូនត្រូវចងចាំភាសាគណិតយើងអានថា2ម៉ោង30នាទីតែបើសិនជាយើងនិយាយភាសានិយាយនៅពេលដែលយើងមើលម៉ោងឃើញម៉ោង2:30នាទីយើងតែងតែប្រាប់គេថាម៉ោង2កន្លះទៅអត់ចាអញ្ចឹង2កន្លះឧទាហរណ៍ថាមានបន្ទាត់មួយយើងកាត់ជា2អញ្ចឹងកាត់ជា2នៅពេលដែលយើងកាត់ជា2វាស្មើនឹងកន្លះយើងសេ 0.5 ទៅអត់ចាអញ្ចឹង1លើ2ស្មើនឹង 0.5 ចាអញ្ចឹង2បូក 0.5 អញ្ចឹងស្មើ2.5 ចាអញ្ចឹងយើងប្រវាយប៉ុណ្ណឹងបានហើយអញ្ចឹងយើងមើលចម្ងាយចយើងតាំងដោយអក្សរអីគេដែរកូនអក្សរ D ទៅពេលរយៈពេលតាំងដោយអក្សរ T ឬក៏អក្សរ T ល្បឿនគឺអក្សរ V អញ្ចឹងរូបមន្តវាស្មើ V ល្បឿនស្មើចម្ងាយចចែកឲ្យរយៈពេលតាំងដោយអក្សរចាស់អក្សរ D សំទោសកូនអក្សរ D ចែកឲ្យនឹងរយៈពេលតាំងដោយអក្សរ T ចាអញ្ចឹងចម្ងាយចយើងដឹងហើយស្មើនឹង70គីឡូម៉ែត្រចែកឲ្យ2ម៉ោង30នាទីយើងប្រវែកមិញបាន2.5 ចាអញ្ចឹងយើងចែកមកស្មើប៉ុន្មានអញ្ចឹង70ចែកនឹង2.5 70ចែកនឹង 2.5 អញ្ចឹងលេខនេះចាអញ្ចឹងយើងបាន200អញ្ចឹងយើងមើល200យើងចែក25បានប៉ុន្មានដងចាអញ្ចឹងអ្នកគ្រូដាក់8 8ដង40អញ្ចឹងអ្នកគ្រូសេលេខ0ដាក់ទុក4ចាគុណទៀតមក8 2ដង16នឹងដាក់ទុក4វា20ចាអញ្ចឹងចម្លើយគឺយើងបាន28ចាអញ្ចឹងចម្លើយយើងគឺបាន28ចាអញ្ចឹងຂະຫນາດវាគិតជាគីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងយើងដាក់ដូចនេះមកដូចនេះគេសួរយើងថាម៉េចគេឲ្យយើងរកល្បឿននៃកប៉ាល់ដូចនេះល្បឿននៃកប៉ាល់ស្មើប៉ុន្មាន28គីឡូម៉ែត្រក្នុង1ម៉ោងអញ្ចឹងយើងចម្លើយបានប៉ុណ្ណេះចាអញ្ចឹងបើសិនជាកូនមើលការបកស្រាយនេះអត់យល់កូនអាចបើកចាក់ស្ដាប់ម្ដងទៀតបាន